បងបងថ្ងៃនេះនាំបងបងមកស្គាល់ជាមួយនឹងហាងលក់សម្ភារៈសម្រាប់តុបតែងគេអត់ខាងក្នុងផ្ទះមួយកន្លែងនៅក្នុងជាតិបងច្រើនកាយបែបតោះនេះបងសូម្បីតែរូបភាពនេះក៏បងសម្រាប់បងបងដែលគាត់ស្រឡាញ់សត្វក៏អាចយកមក decor សម្រាប់គេឋានប្រមូលបានដែរស្អាតមែនតើយឺននេះបងនេះហើយមើលទៅគឺបែប natural ធម្មជាតិមែនតើគឺធ្វើបែប handmade គាត់ធ្វើដោយដៃហើយសម្រាប់ concept នេះគឺសម្រាប់បងបងដែលគាត់ចូលចិត្ត clean ណាអត់មើលទៅស្មុគស្មាញណាគឺ fit មែនតើសម្រាប់គាត់សម្រាប់បងបងស្រីដែលគាត់ចូលចិត្តការរៀបចំផ្ទះណាហ្នឹងហើយនៅទីនេះគឺមានពពុះផ្កា mode mat ច្រើនមែនតើបងឲ្យប្លែកទៀតមិនថាប៉ុណ្្នឹងឯងសូម្បីតែធូរបងមើលគឺ unique របស់គេមែនតើហ្នឹងហើយគាត់មានច្រើនប្រភេទមែនតើមានជាពពុះ ceramic ពពុះក្រាស់អីមានទាំងអស់ជិះមានជំនួសច្រើនសម្រាប់បងបងនេះបងសូម្បីតែណាក៏យើងអាចយក concept សម្រាប់ decor គេអត់ថាទៅយើងបានឲ្យប្លែកមែនតើហ្នឹងហើយសម្រាប់នៅទីនេះមានតាក់ទងជាមួយ accessory សម្រាប់ decor គេអត់ថាប្លែកច្រើនមែនតើបងសូម្បីតែរូបវាយកូននេះគឺប្លែកមែនតើមានរហូតដល់4 style ហ្នឹងហើយអញ្ចឹងបងអាចមកមើលទីតាំងតបបងបានមកដល់ទីតាំងផ្ទាល់បងនឹងឃើញប្លែកមែនតើពីព្រោះគាត់បានរៀបជាសិតហើយស្រាប់មកហើយតាក់ទងជាមួយ accessory នៅនេះប្លែកមែនតើអញ្ចឹងនៅក្នុងនេះគឺមានសិតស្រាប់បងអាចមើលទៅត្រូវថ្លង់ខុសបងមួយណាបងយកសិតបងបើសិនបើបងមានចំណាប់អារម្មណ៍បងអាចមកមើលនៅទីតាំងតឬក៏ឆាតទៅតាម page របស់ Panel Living តើមានឱកាសប្រមូលសិនណា landing season ណា10%អរគុណបាយបាយ